lại ní riệp trong nhà mà hà bị bật và muốn tranh từ prasad cô vợ và muốn tranh từ prasad cô vợ lại mình nhằm nơi hàng đấy mà mình chia cái phimក្នុងhàng elite boutique nhà mà hà hết bạn tranh từ prasad cô vợ mà hayในខាងមុខនេះក៏មានអាងហែលទឹកដែរហើយនេះក៏មានអាងហែលទឹកបាទសម្រាប់ភ្ញៀវដែលមកស្នាក់នៅទីនេះបាទយើងឃើញទេសភាពស្អាតបាទនៅកន្លែងសន្តាគារនេះបាទនេះខ្ញុំថតទេសភាពនៅខាងក្នុងសន្តាគារនឹងត្រួសបាទដើម្បីចែកជូនបងប្អូនទស្សនាកម្សាន្តបាទហើយនៅខាងមុខហ្នឹងខាងមុខសន្តាគារហ្នឹងក៏មានអាងហែលទឹកមួយដ៏ល្អបាទដែលមានការយកចិត្តទុកដាក់ថែទាំបានល្អបាទព្រោះកន្លែងនេះភាគច្រើនតែពួកបរទេសបាទមកស្នាក់នៅកន្លែងនេះបាទស្ងាត់នៅកន្លែងនេះស្ងាត់បាទភាគច្រើនគឺជនបរទេសជនជាតិបរទេសអាមេរិកបារាំងអាល្លឺម៉ង់អីចឹងទៅបាទនេះយើងមើលទៅលើយើងឃើញចេះបាទគេរៀបចំបានស្អាតបាទកន្លែងនេះបាទនេះគេធ្វើដូចមានព្រះមួយអង្គបាទព្រះជ័យវរ្ម័នទី7ចឹងបាទនៅខាងមុខហាងដែលយើងញ៉ាំអាហារហ្នឹងនេះជាក្នុងហាងបាទដែលយើងញ៉ាំអាហារពេលព្រឹកបាទមានមុខម្ហូបបាទមុខម្ហូបនេះជាមុខម្ហូបរបៀបអឺរ៉ុបបាទនេះជាមុខម្ហូបនៅសម្រាប់ breakfast ថ្ងៃនេះបាទហើយក៏មានគុយទាវដែរបាទមានគុយទាវដែរនេះប៉ុន្តែថ្ងៃនេះខ្ញុំនឹងញ៉ាំម្ហូបនេះបាទខ្ញុំបានប្រាប់គាត់ហើយឲ្យគាត់ធ្វើម្ហូបនេះសម្រាប់ខ្ញុំអានេះគេហៅថា English breakfast បាទគេថា English breakfast បាទខ្ញុំកំងម្ហូបនេះសម្រាប់ពេលព្រឹកហើយបន្ទាប់ពីញ៉ាំហើយខ្ញុំនឹងធ្វើដំណើរទៅប្រាសាទអង្គរវត្តហើយបាទថ្ងៃនេះក៏មានស្រាក្រហមស្រាបាទ red wine white wine នេះបងប្អូនអ្នកធ្វើចុងភៅនៅសន្តាគារនេះបាទបើសិនបានមកលេងសៀមរាបកុំភ្លេចបាទ Elite Boutique នៅខេត្តសៀមរាបបាទនេះច្រកចំហៀងបាទច្រកចំហៀងហ្នឹងបាទនេះសុទ្ធតែជាផ្ទះបាទក៏បន្ទប់បាទសម្រាប់ភ្ញៀវដែលមកស្នាក់នៅទីនេះបាទហើយយើងឃើញការរៀបចំមានបែបផែនស្អាតបាទនៅកន្លែងនេះបាទខ្ញុំ recommend បាទភ្ញៀវដែលមកលេងខេត្តសៀមរាបសូមអញ្ជើញមកលេងនៅ Elite គេហៅថា Elite Boutique បាទ Elite Boutique នេះគឺជាកន្លែងបាទនេះសិបន្ទប់គេគេងបាទគេរៀបចំបែបដូចជាយើងនៅក្នុងព្រៃអញ្ចឹងបាទហើយនៅខាងមុខខ្ញុំនេះមានដូចរូបព្រំមុខ4បាទគេព្រំមុខ4បាទខ្យល់បាទតាមតុនីមួយនឹងគេរៀបចំបែបផែនចេះបាទគេរៀបចំស្អាតមែនទែនបាទហើយអនាម័យខ្ពស់បាទសម្រាប់ភ្ញៀវដែលមកលេងនៅ Elite Boutique នេះបាទគេរៀបចំបានស្អាតបាទនេះសម្រាប់អាហារពេលព្រឹកបាទនេះគឺជាអាហារពេលព្រឹកបាទបានមកដល់ហើយគេរៀបចំឲ្យខ្ញុំបាទម្ហូបនេះដែលខ្ញុំបានកំងបាទមើលទៅទំនោរឆ្ងាញ់បាទអានេះគេហៅថា English breakfast បាទគេហៅថា English breakfast បាទគេដាក់មានចានមានស្ពាយឲ្យយើងបាទមានketchup បាទនេះទឹកប៉េងប៉ោះបាទនេះក៏ ketchup បាទនេះ ketchup
bà này kịp vừa đòi to đáy nè khai sim riệp dương bà hay còn miền cầu chụp bạc miền cái cầu chụp bát bà này tất bà bịch dương không đá tất sốt hay này tất cái đài mà này tài các bạn này tất tài cái đài rồi bà lấy mưa tới tầm đồ nhà bà lấy khi mình chặt bắt đá nhà mà ha pe prất rồi bọc nhau mà bà lại ní bật to pi nhằm mà breakfast house bà lạiកំពុងតែធ្វើដំណើរទៅកាន់អង្គរវត្តបាទហើយខ្ញុំកំពុងតែថតទេសភាពនេះគឺជាទេសភាពពេលព្រឹកបាទឥឡូវនឹងរលឹមបាទហើយមេឃរៀងត្រជាក់បាទនេះគឺជាទិដ្ឋភាពនៅក្នុងទីក្រុងសៀមរាបបាទនេះទិដ្ឋភាពពេលព្រឹកបាទយើងឃើញព្រឹកឡើងមនុស្សច្រើនបាទមនុស្សអ៊ូអរបាទព្រោះសបោភ្ញៀវទេសចរផងដែរបាទនេះជាទិដ្ឋភាពក្រុងសៀមរាបបាទខាងនេះជាសន្តាគារមួយដែរបាទសន្តាគារចេះបៃតង heritage បាទមរតកបៃតងអានេះស្ថានភាពមរតកបៃតងបាទនេះទេសភាពពេលព្រឹកចឹងល្អបាទស្អាតបាទស្រស់បំព្រងតែម្ដងព្រោះមានទឹកភ្លៀងរលឹមស្រេចផងបាទឥឡូវខ្ញុំធ្វើដំណើរទៅអង្គរវត្តបាទទៅប្រាសាទអង្គរវត្តដើម្បីថតយកទេសភាពស្អាតជូនបងប្អូនទស្សនាកំសាន្តបាទព្រឹកឡើងភ្លៀងហ្មងនៅសៀមរាបតែភ្លៀងចឹងក៏មួយយ៉ាងដែរបាទស្រួលដើរវាអត់ក្តៅបាទថាទឹកបន្តិចបាទព្រោះទឹកភ្លៀងតណក់ហ្នឹងដើរតែមកស្ទុះទៅទឹកជោគបាទឥឡូវនេះជីដល់ច្រកចូលប្រាសាទអង្គរវត្តហើយបាទហើយយើងមើលផ្លូវច្រកចូលហ្នឹងគឺមានព្រៃសងខាងធំបាទដុះអមតាមច្រកចូលអង្គរវត្តបាទហើយយើងឃើញមលុបត្រជាក់ហ្មងបាទហើយយើងមើលផ្ទៃមេឃថ្ងៃនេះក៏អញ្ចឹងដែរបាទរៀងសទុំបាទនេះជាផ្លូវចូលទៅអង្គរវត្តបាទគេហៅថាអង្គរតូចបាទទៅដល់ខាងមុខហ្នឹងឃើញអង្គរតូចបាទទេសភាពតាមផ្លូវស្អាតមែនទែនមកនៅអង្គរវត្តបាទកាលណាយើងបានមកលេងហើយគឺថាមានអារម្មណ៍ជ្រះថ្លាបាទរីករាយជាមួយនឹងប្រាសាទបុរាណបាទដោយមានព្រៃឈើធំនៅក្នុងតំបន់នេះបាទស្អាតមែនទែនយើងមើលព្រៃឈើរបស់យើងបាទនៅក្នុងអង្គរវត្តនេះស្អាតមែនទែនទេសភាពនេះគ្មានពីរបាទនៅលើពិភពលោកបាទទេសភាពនៅខេត្តសៀមរាបនេះគឺស្អាតបាទហើយប្រាសាទអង្គរវត្តក៏ជាបេតិកភណ្ឌជាតិដែរបាទសម្រាប់ពិភពលោកអាចមកធ្វើដំណើរមកទស្សនាឬក៏ទស្សនកិច្ចមកមើលប្រាសាទអង្គរវត្តនៅកម្ពុជាបាទកន្លែងនេះគេលក់ក្រូចបាទនេះឡាននេះលក់ក្រូចបាទអ្នកខ្លះក៏ចុះតាមផ្លូវបាទដើម្បីថតរូបយកទេសភាពព្រៃឈើនៅអង្គរវត្តយើងបាទ
ទេសភាពស្អាតបាទស្អាតមហាសែនស្អាតបាទយើងមើលតាមផ្លូវនេះទៅគួរឲ្យដកអារម្មណ៍តែម្ដងបាទចំពោះធម្មជាតិបាទឥឡូវយើងមកដល់ចំណុចផ្លូវបត់នេះយើងនឹងបត់ឆ្វេងមកដើម្បីធ្វើដំណើរទៅអង្គរវត្តបាទអង្គរតូចបាទគេហៅថាអង្គរតូចដែលជាប្រាសាទអង្គរវត្តមានក្បូរក្បាច់រចនាស្អាតបាទនៅជុំវិញអង្គរវត្តហ្នឹងមានដូចគេធ្វើដូចមានគេធ្វើអានេះវាមានបឹងអញ្ចឹងហ្មងបាទមានបឹងជុំវិញប្រាសាទអង្គរវត្តហ្នឹងបាទនេះជាបឹងបាទឥឡូវហ្នឹងកំពុងតែភ្លៀងរលឹមបាទទេសភាពព្រឹកចឹងស្អាតបាទមើលទៅឡើងខ្យល់ទៅសៀកមកខាងក្រៅអ្នកជិះម៉ូតូអីហ្នឹងឃើញខ្យល់ឡើងប៉ើងអាវអានេះយើងជិះជុំវិញស្រះជុំវិញគោហ្នឹងបាទបាទឥឡូវនេះយើងមកបត់មកខាងនេះបាទទៅរកកន្លែងចតឡានសិនបាទចតឡានហើយចាំយើងដើរទៅក្នុងអង្គរបន្តិចបាទបាទទិដ្ឋភាពស្អាតដែរពេលព្រឹកបាទនៅអង្គរវត្តមិនធម្មតាទេបាទបើសិនមកយើងបានមកលេងសៀមរាបកុំភ្លេចមកលេងអង្គរវត្តបាទទេសភាពស្អាតណាបាទឥឡូវនេះកំពុងតែដើរទៅកាន់អង្គរវត្តបាទអូតាមផ្លូវគេលក់តែមានមន់សមុទ្រអាំងបាទកាយបោកអីក៏មានដែរបាទកាយបោកត្រីអាំងបាទត្រីឆ្លូនត្រីកេះត្រីអីច្រើនណាបាទច្រើនមែនតើអានេះតាមផ្លូវយើងឆ្ពោះទៅចូលអង្គរតូចបាទមានលក់គ្រប់សពបាទខាងនេះវិញគេមានលក់គ្រឿងភេសជ្ជៈមានទឹកអំពៅទឹកដូងបាទគ្រឿងកំប៉ុងខាងនេះមានលក់កាបូបយួរកាអាវមួកបាទកន្លែងនេះកន្លែងគេលំអតែងខ្លួននេះទៅថតអង្គរវត្តបាទខាងនេះហើយថតតែស្អាតដល់ចុះហើយស្លៀកម្ដងប្រហែលដែរគេយកលុយមក 25,000 30,000 40,000 បាទថតហ្នឹងហើយគេដឹកយើងយកទៅអត់ទេបងជួយដើរទៅអូចឹងអត់ទេបងតាមផ្លូវដើរចូលអង្គរគេលក់តាមស្តង់គេបាទកន្លែងនេះវិញមានគេលក់ភីសាដូចកាទៀវមីស្រុកមីអីបាទបាទនៅផ្លូវដែលយើងដើរនេះបាទនៅព័ទ្ធជុំវិញហ្នឹងបាទអត់ឃើញដូចផ្ទះហ្នឹងបាទសឹកកន្លែងគេលក់ដូរម្ហូបអាហាររបស់របរភេសជ្ជៈអីញ៉ាំបាទដែលសម្រាប់ភ្ញៀវដែលអញ្ជើញទៅលេងនៅអង្គរតូចបាទអង្គរវត្តនៅលេងអង្គរវត្តបាទដូចខាងក្នុងនេះអញ្ចឹងបាទយើងឃើញមានមនុស្សច្រើនបាទអង្គុយនៅក្នុងហាងនេះអានេះជាហាងមួយធំយើងអាចអង្គុយញ៉ាំអីមួយចានទៅអង្គុយប្រហែលម៉ោងក៏បានដែរបាទទេអត់មានចិត្តអាក្រក់ទេបាទកន្លែងនេះមានលក់ដូចបាទសាច់មាន់กับផ្លូវមាន់ចៀនអីបាទនេះលក់គ្រឿងទឹកក្រូចទឹកអីបាទទឹកក្រូចសុទ្ធបាទនេះគ្រឿងភេសជ្ជៈមានលក់ច្រើនណាបាទបាទឥឡូវដើរផុតពីកន្លែងគេលក់ហ្នឹងហើយឥឡូវយើងឆ្ពោះទៅផ្លូវទៅអង្គរវត្តបាទទីសតែភ្ញៀវបងប្អូនខ្មែរយើងបាទទោះបីជាភ្លៀងបាទទោះបីជាភ្លៀងក៏នៅតែមានការតស៊ូដើរទៅលេងអង្គរវត្តដែរបាទម្នាក់មានឆ័ត្រមានអាវភ្លៀងអីចឹងទៅបាទតែខ្ញុំដោយសារ
mà thót và sọc chất tất tất cả bà làm bay ở bàn rụp hiệp chết đánh chú mong ôn tết na cầm san ở này bà bà là đi đà châu trò cô quạt là bà ở những khơi vì rất chẳng bà miền nhiều tết cho chán hay nơi song khang phơi nó cứ miền địch tực và cả tực tực sắt bà nó quạt trung bình cô tàu bà này còn tực sắt này bà nó ôm song khang phơi dươngกับพวกnày đào châu lắm bà dương ai đào châu hàng nó bán là phơi tới kỳ thưa đi bà phơi nó phơi kỳ thưa thay như thế bây giờ phơi nhungกับพวกđào châu này cứ chia phơi chả bà phơi cô quạt này đó bà là đi đào mà đào một cloud thì cho cô quạt nó bà đi cloud thì từ vốn kia mà mà đi chia tất cả hiệp chung quanh và chung quanh cờ vọt nó trọ trâu nữa bà đi chấm hiên hàng này bà chấm hiên hàng này nhữngคือnhờ tất tập hiệp đôi đi bà lại nó nhom nâng lá cho ta mà trọ đấy nha bà đi châu mà hàng nông bẩn tây nó khơi bờ hạp xả nhưng mà lặng xa bên tên và đường đèn mò cô như là bà hỏng đến lắm bệ các bạn như thế bà xa nó mà mơ đầy trường lục bốn và pun pê là tiền sẽ là chắc lắm bà như chỉ rùm hạp xả mai như bà xã tu ơi côi côn bà như chia chồng lặng nên là chuyển chèn ông cô quạt tay mà đo bà miền trào như bà sắp tay trước rùm áp xả bà này thì lặng thảm nữa thì tay kháng một nốt miền và miền bè riêng bà bè riêng đai bổng bay bà này kháng một miền bà này chỉ bè riêng bà được nông cô quạt và lớn này nhưng long phật long phía trọ phía tí muối là một đào trọ phía tí pia anh ấy tự tập tiếp nông và khi mình nuôi trà mình tên Ma dobre algorytmy kompresji. bà lấy những đào châu đó hàng nông bà phải bên tí pia bà nông này khi mình nuôi trà bà đèn rốc đèn azi bà nói từ mưa này chấm hiền xuân smile xuân smile môi chấm hiền biết mà phải chọn trong cô quạt bà phải về tìm bà nơi bà viên TP đa châu cô quạt đó nơi so kháng bị phát hàng này muối bà hay có miền bà đi play châu cô quạt hay hàng có miền phát một cái này bà nên nơi so kháng play đây mà nó mà phát tôi so kháng bà nó chết đó là cho châu vì clown kia tí nó miền sả muối rồi này sả và đi sả tức những mà miền nè thì cho chết một con đi này sả đi mà ở vô background nó thằng cào nó miền là cô bọt mà cái tháng này còn chẳng này mà tháng này còn miền sả và cái tháng này đôi cái miền số bẩn lứt và sả này số bẩn lứt
ចិត្តដល់បាត់វេឬក៏ខ្លោងទ្វារទី2ចូលទៅក្នុងប្រាសាទអង្គរវត្តបាទឥឡូវនេះឡើងទៅដល់ខ្លោងទ្វារទី2បាទនឹងឡើងតាមផ្លូវនេះបាទពងភ្លៀងឥឡូវពងភ្លៀងបាទអូខេឥឡូវនេះឡើងមកដល់បាទបាក់វេនឬក៏ខ្លោងទ្វារទី2បាទភ្លៀងស្រស់ស្រិចបាទថ្ងៃនេះភ្លៀងស្រស់ស្រិចដើរតាមខាងក្រៅនឹងដែរបើគេចូលតាមជំហានតូចតូចបាយមកខាងកាន់ឆាត់ចោលចាំមកឆាត់កាន់អត់ជាប់ប៉ើងឆាត់នេះបាទនេះយើងមកដល់ខ្លោងទ្វារទី2វិញគឺចេះបាទចូលបាទឥឡូវនេះចូលដល់ខ្លោងទ្វារទី2យើងឃើញទិដ្ឋភាពនៅក្នុងប្រាសាទអង្គរវត្តបាទផុតពីច្រកទ្វារទី2មកខាងក្នុងនេះយើងឃើញមានដូចភូលមួយបាទមានភូលសម្រាប់ទ្រទ្រង់បាទមានភ្លៀងមានអីចឹងមកគឺទឹកហូរចូលនៅក្នុងភូលនេះបាទនេះជាទិដ្ឋភាពខាងក្នុងច្រកទ្វារទី2នៃប្រាសាទអង្គរវត្តបាទហើយម្ខាងទៀតក៏មានភូលដូចគ្នាអញ្ចឹងដែរបាទអង្គរវត្តគេសាងសង់បាទកន្លែងដូចធ្លុកបាទបង្កល់ទឹកនេះបាទក្នុងករណីមានភ្លៀងមានអីជុះភ្លៀងអីច្រើនទឹកអាចហូរចូលនៅក្នុងធ្លុកនេះបាទហើយធ្លុកនេះគេធ្វើសងខាងទល់មុខគ្នាបាទមួយចំហៀងខាងនេះហើយមួយចំហៀងទៀតក៏មានដែរបាទគេធ្វើទល់មុខគ្នាតែម្ដងបាទឥឡូវនេះកំពុងតែភ្លៀងបាទឥឡូវនេះឡើងទៅខាងលើមួយថ្នាក់ទៀតបាទនៅខាងលើហ្នឹងមានអីខ្លះបាទនេះគេហៅថាជាន់ទី3បាទប្រាសាទអង្គរវត្តជាន់ទី3ជាន់ទី1ទី2ឥឡូវមកដល់ទី3បាទអានេះគេធ្វើសណ្ដាលបាទចណ្ដាលឈើឲ្យយើងឡើងទៅលើបាទឥឡូវយើងដល់បាទនេះទី3បាទខ្លោងទ្វារទី3បាទនៅខាងនេះមើលទៅឃើញចេះបាទឥឡូវនេះមកដល់ជាន់ទី3បាទកំពុងភ្លៀងបាទនេះប្រាសាទយើងមើលចំពីនេះទៅឃើញប្រាសាទ3បាទប្រាសាទកំពូល3មើលចំពីមុខអញ្ចឹងអត់ឃើញប្រាសាទ5ទេព្រោះ2ទៀតវាបាំងមានអ្នកខ្លះគេឡើងដល់ខាងលើបាទនេះជាជុំវិញបាទជាន់ទី3បាទឃើញចេះបាទអានេះប្រាសាទអង្គរវត្តជាន់ទី3បាទនេះគឺថាយើងផុតខ្លោងទ្វារទី3មកយើងឃើញចេះបាទស្អាតមែនតើបាទព្រោះមានភ្លៀងកំអល់បាទប្រាសាទអង្គរវត្តយើងមិនធម្មតាបាទតាំងពីបុរាណមកគេសាងសង់បាទគេធ្វើដូចមានចង្អូរទឹកភ្លៀងអញ្ចឹងបាទនេះមិនមែនគេទឹមធ្វើទេណាអានេះតាំងពីបុរាណមកបាទតាំងពីចាប់ផ្ដើមសាងសង់អង្គរវត្តបាទអានេះជាលក្ខណៈបច្ចេកទេសរបស់គេបាទគេធ្វើដូចមានចង្អូរមួយដើម្បីឲ្យទឹកភ្លៀងដែលភ្លៀងខ្លាំងមកគឺទឹកភ្លៀងហូរតាមច្រកនេះបាទមិនធម្មតាទេការច្នៃប្រឌិតបាទពីដូនតាពីបុរាណមកបាទឃើញទេបាទក៏ធ្វើមានចង្អូរមួយដើម្បី
បង្ហូរទឹកភ្លៀងឲ្យដក់នៅក្នុងអង្គរវត្តជាន់ទី3នេះបាទមិនធម្មតាគួរឲ្យស្ងប់ស្ងាញ់បាទគួរឲ្យស្ងប់ស្ងាញ់មែនទេបាទនៅអង្គរវត្តបាទកន្លែងនេះក៏មានកន្លែងបង្ហូរទឹកដែរបាទសម្រាប់បង្ហូរទឹកចេញពីប្រាសាទអង្គរវត្តក្នុងករណីដែលភ្លៀងជន់ជោរខ្លាំងបាទកន្លែងនេះប្រឡប់ទូទៀតបាទនេះគេថាបណ្ដោះទឹកបាទលូបណ្ដោះទឹកចេញពីប្រាសាទអង្គរវត្តបាទនេះសិតតែពីការគិតមុនក្នុងការសាងសង់អង្គរវត្តគឺមានការចេញទឹកបាទត្រឹមត្រូវបាទដើម្បីកុំឲ្យមានទឹកដក់ក្នុងអង្គរវត្តបាទគឺហើយបាទនេះបាទថតជាលក្ខណៈចេញទឹកធ្វើអង្គរវត្តហ្នឹងមិនធម្មតាហើយបាទតាំងពីបុរាណបាទ1000ឆ្នាំជាងហើយមិនគួរថាមិនគួរឲ្យជឿថាគាត់មានគំនិតខ្ពស់បាទគំនិតច្នៃប្រឌិតខ្ពស់បាទក្នុងការសាងសង់អង្គរវត្តបាទកន្លែងនេះកន្លែងច្រកតែមើលគូតបាទដែលគេអនុញ្ញាតឲ្យភ្ញៀវដើម្បីឡើងកំសាន្តទៅដល់កំពូលខាងលើតែម្ដងបាទនេះនៅខាងលើបាទខាងលើនេះគឺផុតកំពូលហើយបាទយើងឃើញទិដ្ឋភាពទាំងនេះបាទឥឡូវនេះពួកគាត់ដែលទៅទស្សនាខាងលើហ្នឹងកំពុងតែចុះមកក្រោមវិញបាទអូខេឥឡូវនេះខ្ញុំបានឡើងមកដល់ខាងលើបាទអ្នកឡើងមកមិនសូវមានទេដោយសារភ្លៀងបាទបើសិនអ្នកចុះទៅវិញមានច្រើនបាទដូចពួកគាត់នេះសុទ្ធតែភ្ញៀវបរទេសបាទគាត់ត្រឡប់ចុះទៅក្រោមវិញតែខ្ញុំឡើងមកដល់លើបាទបាទឥឡូវនេះខ្ញុំថតពីលើទៅបាទពីលើកំពូលប្រាសាទអង្គរវត្តទៅក្រោមវិញបាទហើយយើងឃើញច្រកមួយខាងក្រោយហ្នឹងបាទគឺច្រកចូលពីខាងក្រោយអង្គរវត្តបាទយើងឃើញផ្លូវបែបនេះបាទនេះគឺជាផ្លូវច្រកចូលខាងក្រោយបាទដោយសារភ្លៀងអញ្ចឹងមើលអត់សូវច្បាស់ទេបាទសូមអធិស្ឋានបាទគឺភ្លៀងខ្លាំងតែម្ដងបាទបាទឡើងមកដល់លើនេះមកមានព្រះសង្ឃគាត់មកបន់ស្រន់បាទនៅព្រះអង្គដែលកំពុងតែគង់នៅក្នុងពហិប្រាសាទអង្គរវត្តដ៏ខ្ពស់នេះបាទជានេះជាការយើងគោរពតាមបែបព្រះពុទ្ធសាសនាបាទវិផានទេបទុវិសាប្រាំអបរាចាងសមធម្មេផានទេប្រតាំងពុញ្ញាសាមិណានុមោទិតាពានសាមិណាកតាំងពុញ្ញាមៃហាទិតពាំមហុតាធុបាទនេះជារូបអប្សរាបាទនៃប្រាសាទអង្គរវត្តនៅខាងលើបាទនៅកំពូលខាងលើបាទស្រស់ញញឹមបាទមានកាបូបក្បាច់រចនាស្អាតណាស់បាទប្រាសាទបុរាណយើងបាទហើយយើងមើលទៅក្រោមបាទមានផ្នែកខ្លះគេកំពុងតែមានធ្វើការថែទាំបាទថែទាំផ្នែកខ្លះដែលមានការបាក់បែកបាទមួយចំនួនបាទនេះគឺជាដំបូលបាទដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្តយើងនឹងយើងឃើញបាទស្អាតមែនទែនបាទកាបូបក្បាច់រចនាបាទគួរឲ្យគយគន់ដែលជាស្នាដៃបុព្វបុរសខ្មែរយើងបាទឥឡូវនេះយើងមើលពីចំហៀងខាងនេះវិញបាទគឺទេសភាពស្អាតអស់ទោះបាទនេះគឺជាប្រាង្គប្រាសាទអង្គរវត្តយើងហើយយើងមើលទៅខាងក្រៅមានដូចជាដើមឈើធំបាទពណ៌ខៀវស្រងាត់បាទដូចតំបន់ព្រៃភ្នំមួយអញ្ចឹងទេសភាពស្អាតបាទសូមអញ្ជើញមកលេងប្រាសាទអង្គរវត្តយើងបាទបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាបាទទិដ្ឋភាពពេលនេះបាទកំពុងតែមានភ្លៀងបាទធ្វើឲ្យសោភ័ណភាពនៃប្រាសាទអង្គរវត្តកាន់តែចាប់អារម្មណ៍
bà lại nick nhom đà chung với những bà còn lại nhà pi chân lọt môi từ chân lọt muối này cầm puประสาทអង្គរវត្តយើងហ្នឹងបាទនេះគឺនៅប៉ែកខាងលើតែម្ដងបាទគឺខ្ពស់ណាស់បាទហើយខ្ញុំកំពុងតែដើរតាមច្រកផ្លូវដែលគេឲ្យយើងដើរជុំវិញប្រាសាទនៅខាងលើហ្នឹងបាទបាទឥឡូវនេះខ្ញុំថតពីចំហៀងខាងនេះវិញបាទនេះគឺជាច្រកចូលពីខាងមុខអង្គរវត្តបាទឥឡូវនេះខ្ញុំនៅលើខាងកំពូលខាងលើតែម្ដងបាទខ្ញុំថតពីលើចុះទៅក្រោមយើងឃើញទេសភាពដូចនេះបាទគឺឃើញទេសភាពស្រស់ស្អាតមែនទែនបាទនៅអង្គរវត្តយើងបាទហើយនៅខាងនេះខាងក្រោមជាន់ទី3ហ្នឹងបាទហើយពងភ្លៀងមនុស្សកំពុងតែជ្រោកបាទហើយនេះគឺជាច្រកចូលបាទឃើញទេសភាពស្អាតហើយបាទបាទអានេះយើងឈរមើលពីលើទៅក្រោមបាទដូចពួកគាត់អញ្ចឹងបាទប៉ុន្តែនៅអង្គរវត្តយើងនេះពេលភ្លៀងបាទជ្រាបដែរបាទជ្រាបពីលើមកបាទមានទឹកបាទមានទឹកជ្រាបបាទតាមផ្ទាំងថ្មហ្នឹងបាទធ្លាក់ពីលើមករហូតដល់ក្រោមបាទដល់ពេលភ្លៀងខ្លាំងបាទគឺជ្រាបដែរបាទនៅប្រាសាទអង្គរវត្តនេះហើយបានហូរចុះមកក្រោមនេះគឺមានកន្លែងទីប្រហូរទឹកបាទទៅតាមច្រកវាទៅក្រោមវិញបាទចំណុចនេះខ្ញុំថតចំពីមុខប្រាសាទខាងលើហ្នឹងប្រាសាទខាងលើខ្ពស់ហ្នឹងខ្ញុំថតទៅក្រោយវិញបាទនេះគឺច្រកចូលបាទចំតែម្ដងបាទយើងឃើញមនុស្សកំពុងតែដើរចូលជាបន្តបន្ទាប់ពីខាងមុខប្រាសាទអង្គរវត្តបាទនោះសុទ្ធតែជាភ្ញៀវទេសចរបាទជួបទោះបីជាភ្លៀងខ្លាំងយ៉ាងណាក៏ដោយបាទបងប្អូនយើងនៅតែពុះពៀបាទដើម្បីមកកំសាន្តនៅប្រាសាទអង្គរវត្តរបស់យើងដែលមានកាបូរក្បាច់រចនាដ៏ល្អប្រណិតបាទទោះបីជាភ្លៀងក៏មិនរាថយដែរបាទអានេះខ្ញុំថតពីមុខបាទពីមុខប្រាសាទអង្គរវត្តប៉ុន្តែខ្ញុំឈរនៅលើប្រាសាទខ្ពស់ជាងគេបាទហើយខ្ញុំថតទៅក្រោមវិញបាទយើងឃើញទស្សនភាពបាទគូផ្សំនឹងភ្លៀងផងបាទកន្លែងណាក៏សើមដែរបាទកន្លែងណាក៏សើមកន្លែងណាក៏ទឹកដែរបាទស្អាតមែនទែនបាទទេសភាពនេះបាទគឺมันអាចបំភ្លេចបានទឹកដីប្រាសាទអង្គរវត្តខេត្តសៀមរាបបាទកន្លែងនេះកន្លែងផ្លូវដើរជុំវិញហើយខ្ញុំក៏ឃើញព្រះប្រក់នេះបាទនេះជាព្រះមួយអង្គប្រក់នេះមាននាគការពារបាទល្អអង្គុយពេលភ្នែនហើយខ្ញុំទៅមុខទៀតបាទនេះច្រកទៅមួយចំហៀងទៀតបាទមិនយើងទៅមុខក៏ទៅក្រោមបាទនេះយើងមើលទស្សនវិជ្ជាខាងក្នុងបែកខាងលើប្រាសាទអង្គរវត្តបាទយើងឃើញមានកំពូលប្រាសាទបាទក្បូរក្បាច់ដ៏អស្ចារ្យបាទអានេះខ្ញុំថតនៅខាងក្នុងផ្ទៃខាងក្នុងប៉ុន្តែនៅបែកខាងលើតែម្ដងបាទនេះគឺជាប្រាសាទចំកណ្ដាលប្រាសាទអង្គរវត្តបាទនេះប្រាសាទមួយប្រាង្គនេះបាទគឺខ្ពស់ជាងគេនៅក្នុងប្រាសាទអង្គរតូចនេះបាទប្រាសាទអង្គរវត្តបាទឥឡូវនេះខ្ញុំថតពីចំហៀងខាងនេះម្ដងបាទចំហៀងខាងនេះគឺចំហៀងខាងស្ដាំនៃកំពូលប្រាសាទអង្គរវត្តបាទនេះខ្ញុំថតពីចំហៀងខាងស្ដាំបាទយើងឃើញទេសភាពបាទគួរឲ្យចាប់អារម្មណ៍បាទគឺទេសភាពស្អាតមែនទែនបាទស្អាតណាស់បាទហើយយើងឃើញអ្នកទេសចរហ្នឹងនៅខាងក្រោមបាទគាត់អត់បានឡើងមកឬក៏គាត់មិនចង់ឡើងមកតែថ្ងៃនេះទោះបីជាភ្លៀងយ៉ាងណាក៏ដោយគឺគេអនុញ្ញាតឲ្យភ្ញៀវឡើងមកដល់កំពូលខាងលើតែម្ដងបាទដូចខ្ញុំអញ្ចឹងបាទថ្ងៃនេះខ្ញុំឡើងមកដល់ខាងលើតែម្ដងបាទទេសភាពពីចំហៀងខាងស្ដាំនៃប្រាសាទអង្គរវត្តនេះបាទឃើញស្អាតបាទឃើញនេះ
bà bô bạch rachana lo mình tên bà nơi tròn hàng lư đó bà miền phiêu tít cho bò tít cho đó bà quạt lang mà lên hàng lư cầm pu lông tay mà đó ai quạt bàn thò trong phiêu chỉ cho hơn bà nơi chung vinh cầm pu và sát hàng lư này bà như khơi được nông tự tập hiệp này hái bà sắp tài chun chiết bò tít bà quạt mà lên nơi bà sàn cô quạt riêng bà cái nàyนี่ก็เมนพุทธเดมาก็บาปีประอังบาเป็นกรุงใดกรุงนึงทีนี้คนใต้อดเมนปากแก่บาอะไรเนี่ยเป็นปากแก่เนี่ยแต่กาชูมุ้ยดักในcái này ọt nữa bà ọt miếng sắp tay ọt miếng cá bà bà đừng bắt cá bà từ nào bà bà đã đấy nhom cho mò cái này được cái này cái ao như cho mò cầm sàn thì bà này cầm pu và sạt hàng lừa đó bà cái này ní có chia cái nàyจะสำหรับตึกเพลียงbà hồ chặtตึกhàng cầu đấy bà cái này prang và sạt mười muối kim kỳ thư miền trần lo bà là bàyตึกตัวตึกเพลียงbà hay bằng hồ choตึกcầu mà từ sau tại miền cái này cái hồตึกbàจึงมือbàอันนี้ชมเลยขังดื้อนั่งbàเพลียงกันนะไปโฮดอกม้าbàไปโฮตามนี่bàตามจังโอลูนี่bàทำไมบางโฮตึกเพลียงตึกแหลกตึกขังเกล้ามาbàกาสางซองนี่มันธรรมดาใบตัวใบยืนเนื้อดอกขังดื้อกลมปูอย่างน้าก็เมียนกับไรบางโฮตึกเพลียงได้bàนี่คือเชียร์ประสาทแต่ในจุ่มนัดกันดาในประสาทอุโกวัดบ่ยืนมานี่ปูฮะbàปูสกัมสกายได้มาดองbà hay miền các bô của bạch rachana bà cua ao nhọc nhảy mà nơi cô vọt riêng mà hay liên khăng dạng na cái đói còn miền cái lại đọt tức bà tèn song cá nó là bay bên chun tức từ tam lú là bay buộc từ khang trào mình bà đi chia cái tập hiệp nơi khang lứa và sạt của cô vọt đài buộc trên kia bà bà lời này riêng cho tới hàng cao với nha bà mình to khi bàn thọt chung vinh nơi có sạc hàng lời này hái bà lời nhôm nên tập lọc tới hàng cao với nha bà lời này nhôm cho một đo hàng cao với hái bà anh ấy chia tới tập hiệp bà nhiều tới cho chiết nước ăn trả chiết đại bàn cho một hàng cao vinh bàนี่ខ្ញុំចោះដល់ខាងក្រៅវិញហើយមនុស្សច្រើនមែនទែនបាទទោះបីភ្លៀងយ៉ាងណាក៏ដោយឥឡូវបន្ទាប់ពីចុះមកវិញបាទឥឡូវដើរនៅជាន់ទី3បាទនេះគេហៅជាន់ទី3នៃប្រាសាទអង្គរវត្តបាទហើយអាខាងលើដែលខ្ញុំទៅមិញអាកន្លែងប្រាសាទខ្ពស់ខាងលើហ្នឹងគេហៅជាន់ទី4ណាបាទយើងឃើញមនុស្សបាទមនុស្សលំបាទនៅខាងលើនោះបាទហ្នឹងគេហៅជាន់ទី4ណាbà là cái nhom đà bị chuẩn thì bay nắng đầm bay từ lọp từ hàng cầu mình bà hay cái này ní có cái miên thọt chút cha bia bờ sầm điện vẹn bộ rán bà được nông cô vọt nhưนี้bà con tay chia được bo con tay chia sầm điện vẹn bộ rán bà mà giang đây miên vẹn bộ vẹn giang ta mới có đôi mê khum sầm ai mun mà dây giang đây bà cứ chia dari meptia semai mun mà công cụ xa quạt vật tay đuôn thọt bia bồ ran mà nhiều và cầm pung tại mưa quạt không cá thọt sầm liệm pẹ bồ ran màนี่คือเชียกรมครัวซาด้วยก็รูปทอดระเบียบโบราณทำไมมาก่อนมาโชว์ทอดในจวนที่ใบในตะซาโกวะบาทยมซูมมันจบวิดีโอตรงนี้บาทจะปูกาตามนานเตสนาบาทยมซูมออกกุ้นนึ่งจุ่มเรียบเรีย